transfer ប៉ុណ្ណេះវាខ្ញុំគាំងខ្លាំងណាស់អ្នកនរគ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំប្រាប់អ្នកនរគ្នាខុសក្រែមលាបមាត់នេះខ្ញុំប្រាប់អ្នកនរគ្នាថាឲ្យដកអានេះចេញដើម្បីយកអាដែកនេះយកមក blend មាត់អ្នកនរគ្នាដើម្បីវា smooth ល្អហើយអត់ប្រឡាក់ដៃក៏ប៉ុន្តែកាពិតរបៀបប្រើដែលគេត្រឹមត្រូវគេឲ្យយើងនឹងដាក់ជ័រនេះហើយប្រើជ័រហ្នឹងដើម្បីយកមក blend លើមាត់យើងហើយជ័រហ្នឹងគេដកចេញដកចូលធ្វើអីដើម្បីឲ្យអ្នកនរគ្នាអាចលាងសម្អាតបានហើយមួយទៀតបើសិនជាវាខូចហើយអ្នកនរគ្នាអាច replace ជាមួយនឹងអាថ្មីបានតែខ្ញុំអត់មានលក់ជ័រហ្នឹងឯអ្នកនរគ្នាចឹងខ្ញុំញ៉ាំថាខ្ញុំភ័យខ្លាចតិចអ្នកនរគ្នាធ្វើតាមខ្ញុំហើយបោះអាជ័រនេះបានអាជ័រហ្នឹង sorry ចាំបើសិនជាអ្នកនរគ្នាធ្វើបាត់អាហ្នឹងហើយមកទិញថ្មីមកអ្នកនរគ្នាចឹងក្រែមមួយហ្នឹងឥឡូវហ្នឹងគឺខ្ញុំ review អាមួយទៀតអានេះគឺជាប់ខ្លាំងហ្មងណាហើយអានេះវិញគឺជាលក្ខណៈស្ងួតអានេះតុនហើយប្លើមកអ្នកនរគ្នានេះខ្ញុំសាកហើយអានេះគឺជាពណ៌ M14 ឡងប្លើហ្មងឲ្យឃើញមាត់យើងnóមានដូចជ្រួញអ្នកនរគ្នាគឺធ្វើឲ្យមាត់យើងnóមើលទៅឡើង smooth ហ្មងមកសាក M13 អ្នកនរគ្នាអូយពណ៌នេះស្អាតហ่ะលាបឲ្យឡងខ្ញុំថាចេះមាត់ឡើង smooth ហ្មងណាអូយពណ៌ហ្នឹងស្អាតមែនបងពណ៌ហ្នឹងក៏ស្អាតដែរនិយាយទៅអាខាងក្រោមនេះខ្ញុំអត់តបាន blend វាអ្នកនរគ្នាគ្រាន់តែលាបឲ្យគឺ smooth ចូលមាត់ចឹងហ្មង Oh my god smooth ហើយស្អាតខ្លាំងស្អាតខ្លាំងនិយាយទៅខ្ញុំតេស្តពីមួយពណ៌ទៅមួយពណ៌ខ្ញុំញ៉ាំថាពណ៌នេះក៏ស្អាតដែរអ្នកនរគ្នាហើយនេះ transfer វិញ transfer តប្រហែលជា5ទៅ10% អ្នកគ្នាគឺជាប់មាត់អ្នកគ្នាខ្លាំងអ្នកគ្នា transfer ប៉ុណ្ណេះអូអ្នកគ្នាអាទី1ចេញប៉ុណ្ណេះហើយអាទី2សឹងតែអត់ជាប់ក្តារជុំមាត់ណាអ្នកនរគ្នាអ្វីដែលវាចេញហ្នឹងគឺអាក្រែមដែលលើសខ្ញុំលាបច្រើនពេកចាំបើសិនជាអ្នកគ្នាលាបស្ដើងហើយលាបអត់សូវខ្លាំងណាមើលខ្ញុំសុំដកពាក្យថា transfer proof ហ្នឹងវាប្រឡាក់តយោហ្នឹងប្រហែលជា5ទៅ10% តែអត់ទេអ្នកនរគ្នាឥឡូវធ្លាក់នៅសល់តែ2%ទេដោយសារតែវាចេញមកពីដំបូងហ្នឹងគឺចេញអាក្រែមដែលលើសពេលដល់អាបន្ទាប់ហ្នឹងគ្នាជាប់មាត់ខ្ញុំហ្មងណានេះចូលមកពណ៌ទៀតគឺ M16 អ្នកនរគ្នាអានេះពេលលាបទៅវាឃើញក្រហមដោយសារមាត់ខ្ញុំវាច្រើនជន់វាជាប់អ្នកនរគ្នាមិនមែនអត់ជាប់ទេវាជាប់ខ្លះអូពណ៌អីស្អាតទាំងអស់ចឹងអ្នកនរគ្នារើសមួយណាទៅស្អាតទាំងអស់យីមែនស្អាតទាំងអស់ពណ៌នេះក៏ស្អាតដែរអ្នកនរគ្នាតបៃទុំអូខេជូនតាមសំណុំពណ៌ខ្ញុំលាបជាន់ទី2ក្រែមកូនបើអ្នកនរគ្នាគឺក្រែមលេខ17អ្នកគ្នា M17 ពណ៌រៀងបែកទឹកក្រូចតែទឹកក្រូចនេះរៀងដិតជាងអា M14 មុនហ្នឹងណាគេដែលគាត់មានវ៉មធូនណាគាត់ឃើញពណ៌នេះហើយគឺញាប់ញ័រចង់លាបមកអ្នកនរគ្នានេះពណ៌គេស្អាតខ្លាំងណាស់ពណ៌បែកទឹកក្រូចbrand Juicy Judido ហ្នឹងខ្ញុំឃើញថាគេដាក់ថា lip gloss ក៏ប៉ុន្តែ lip gloss ហ្នឹងមិនមែនមានន័យថាក្រែមម៉ាឡូងឯ lip gloss ហ្នឹងគឺពាក្យគេមានន័យថាក្រែមទឹកចឹងអាពួកសេរីមានជក់មានទឹកចឹងណាគឺគេដាក់ lip gloss ហ្មងglossy បានគេថាម៉ាឡូងបើ lip gloss មានន័យថាក្រែមទឹកចាំមានន័យថាគឺជាក្រែមទឹកដែលស្ងួតចឹងទាំងអស់វាមាន5ពណ៌ហ្នឹងចឹងបើសិនជាអ្នកនរគ្នាស្រឡាញ់មួយណាគឺអាចជ្រើសយកមួយហ្នឹងបានចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបាយបាយ